សាលាឌីជីថលសូមនិទានរឿងជាតិខ្លាធំកាលពីព្រេងនាយមានព្រះមហាក្សត្រីមួយព្រះអង្គសោយរាជសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្ដម្ភ4នាក់មានហោរា1នាក់ជាដំនាងព្រះនេតព្រះកានព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិវារពេញកិត្តិយសជាម្ចាស់ផែនដីតាមព្រះរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រីនិងចតុស្ដម្ភទាំង4នាក់ពុំបានរៀនវេទមន្ត្រីខាងការពិជ័យសង្គ្រាមដោយព្រះរាជាមុនមកឡើយព្រះអង្គតែងទ្រង់ព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពរបស់ព្រះអង្គចេះតាទុនទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអញមុខជីព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃបច្ចាមិត្តដោយងាយពុំខានឡើយថ្ងៃមួយវេលាម៉ោង8ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជរោងដោយមានព្រះអគ្គមហេសីគង់អែបណែបជិតព្រះអង្គហើយដោយមានហោរាចតុស្ដម្ភទាំង4នាក់និងមន្ត្រីឯទៀតក្រាបបង្គំគាល់តាមធម្មតាពេលនោះទ្រង់ភ្ញាក់ប្រតិយចង់ទៅរៀនសិល្បៈសាស្ត្រក្នុងសំណាក់អាចារ្យទិសាបាមកឯនគរតកសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីក៏សុំតាមទៅផងអាហោរានិងចតុស្ដម្ភទាំង4នាក់ក៏សុំតាមហាព្រះអង្គទៅដែរដើម្បីនឹងរៀនមន្ត្រីវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គក៏ទ្រង់ព្រះរាជានុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គនាំអគ្គមហេសីហោរានិងចតុស្ដម្ភទាំង4នាក់ចេញចាក់ព្រះនគរគម្រប់7ថ្ងៃដល់នគរតកសិលាបានជួបនឹងអាចារ្យទិសាបាមកក៏សុំរៀនសិល្បៈវេទអាចារ្យទិសាបាមកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្ដម្ភបានរៀនចេះសពគ្រប់ទោះនឹងចង់ក្លែងខ្លួនជាសត្វតិរច្ឆានឬជាយក្សគន្ធព្វសុបណាក៏បានដោយងាយរៀនចេះស្រេចស្ដេចសុំលាលោកអាចារ្យវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរត្រឡប់មកវិញព្រមដោយហោរានៅចតុស្ដម្ភទាំង4នាក់ចេញចាក់ក្រុងតកសិលាមកបាន3ថ្ងៃហេតុតែផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងត្រាច់កាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយព្រះជន្មទ្រង់ក៏ជំនុំគិតជាមួយហោរាចតុស្ដម្ភទាំង4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយ៉ាងជិតដល់ការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះមានអាហារនិងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមន្ត្រីវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនេះបើការឡាខ្លួនជាសត្វខ្លាធំហើយនឹងចាប់សត្វឯទៀតធ្វើជាអាហារតម្រាំតែដល់ព្រះនគរសឹមការឡាខ្លួនជាមនុស្សវិញក៏បានព្រះរាជាព្រះមហេសីនៅចតុស្ដម្ភក៏ព្រមតាមហោរាទ្រង់មានព្រះបន្ទូលថាឥឡូវនេះរូបខ្លាទាំងមូលនេះលោកណាត្រូវការឡាជាអ្វីចតុស្ដម្ភសូមធ្វើជាជើងខ្លាទាំង4ហោរាសូមធ្វើជាកន្ទុយព្រះអគ្គមហេសីសូមធ្វើជាខ្លួនខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រីដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងនិងមានក្រចកមុតគឺចតុស្ដម្ភទាំង4